នៅក្នុងអរិយធម៌របស់មនុស្សព្រះច័ន្ទតែងតែត្រូវបានមើលឃើញត្រឹមតែជាដែនភពធម្មតាមួយតែប៉ុណ្ណោះដែលបានធ្វើដំណើរជុំវិញផែនដីប៉ុន្តែការពិតមួយដែលគ្មាននរណាម្នាក់ធ្លាប់បានដឹងកាលពីមុនថាដែនភពមួយនេះបានលាក់ទុកនៅអាថ៌កំបាំងរបស់អម្បូរមនុស្សជាតិរាប់ពាន់លានឆ្នាំដែលបុព្វបុរសរបស់អម្បូរមនុស្សជាតិបានរក្សាទុកតាំងពីពេលវេលាអតីតកាលនៅក្នុងឆ្នាំ2011ស្ថិតនៅលើលំហអាកាសឯនេះវិញអវកាសយានិក3រូបកំពុងតែបំពេញតួនាទីរបស់ខ្លួន Brian Harper រួមជាមួយនឹង Marcos កំពុងតែចេញទៅផ្នែកខាងក្រៅនៃយានដោយមានសហការីជាជំនួយស្ថិតនៅផ្នែកខាងក្នុងនៃយានដែលមានឈ្មោះថា Jocelyn ពួកគេកំពុងតែបំពេញតួនាទីនៃការជួសជុលផ្កាយរណបស្ថិតនៅផ្នែកខាងក្រៅខណៈពេលដែលបរិយាកាសនៃការបំពេញតួនាទីការងារនោះក៏ត្រូវបានផ្លាស់ប្ដូរក្រោយពេលដែលមានបាតុភូតមិនប្រក្រតីមួយត្រូវបានកាត់ឡើងស្រមោលខ្មៅនៃបច្ចេកវិទ្យាក្រៅភពដែលមិនស្គាល់អត្តសញ្ញាណស្ថិតនៅក្នុងទម្រង់ជារូបរាង Black Swarm ឬក៏ Nanobot បានធ្វើដំណើរបោះពុយយ៉ាងលឿនចេញពីផ្ទៃព្រះច័ន្ទហើយស្ទុះចូលមកវាយប្រហារទៅកាន់ក្រុមការងារដែលកំពុងតែបំពេញតួនាទីការវាយប្រហារដ៏ឆាប់រហ័សមួយនេះបានធ្វើឲ្យ Marcos ត្រូវបានបោកបក់ចូលទៅក្នុងផ្ទៃលំហកាន់តែឆ្ងាយពីគន្លងរបស់ផែនដីហើយព្រមទាំងត្រូវបានបាត់បង់ជីវិត Jocelyn ក៏ត្រូវទទួលរងនៅការប៉ះទង្គិចដែលបណ្ដាលឲ្យនាងត្រូវបានសន្លប់បាត់បង់ស្មារតីស្ថិតនៅខាងក្នុងយានខណៈពេលដែល Brian Harper ក៏បានប្រើប្រាស់នៅជំនាញនៃការបើកបរយានអវកាសរបស់ខ្លួនដើម្បីធ្វើដំណើរត្រឡប់មកកាន់ភពផែនដីវិញដោយសុវត្ថិភាពផងដែរទោះជា Brian អាចសង្គ្រោះអាយុជីវិតរបស់ខ្លួនរួមជាមួយនឹង Jocelyn បានក៏ដោយប៉ុន្តែផលលំបាកបន្ទាប់ពីការធ្វើដំណើរត្រឡប់មកវិញរបស់គាត់នោះវាបានคล้ายទៅជាសុបិនអាក្រក់មួយផងដែរស្ថាប័ន NASA រួមជាមួយនឹងគណៈកម្មាធិការស៊ើបអង្កេតមិនព្រមជឿជាក់ទៅលើរឿងរ៉ាវនៃបច្ចេកវិទ្យាក្រៅភពដែលបានឆក់យកអាយុជីវិតរបស់ Marcos នោះទេហើយព្រមទាំងទម្លាក់បន្ទុកនៃរឿងរ៉ាវគ្រប់យ៉ាងថាវាដោយសារតែកំហុសបច្ចេកទេសដែលត្រូវបានបង្កឡើងពី Brian តែប៉ុណ្ណោះនោះក៏ជាលទ្ធផលដែលធ្វើឲ្យ Brian ត្រូវបានបដិសេធនិងបាត់បង់ការងារជាអវកាសយានិករួមជាមួយនឹងកេរ្តិ៍ឈ្មោះទាំងស្រុងហើយវាក៏ធ្វើឲ្យប៉ះពាល់ទៅដល់ការរស់នៅជាមួយនឹងគ្រួសាររបស់ខ្លួនរហូតដល់ធ្វើឲ្យ Brian ជាមួយនឹងប្រពន្ធដែលមានឈ្មោះថា Brenda ត្រូវបានចែកផ្លូវគ្នារយៈពេល10ឆ្នាំកន្លងផុតទៅបុរសម្នាក់ដែលមានឈ្មោះថា Casey នឹងជាបុគ្គលិកបម្រើការផ្នែកសម្អាតនៅឯសារមន្ទីរអវកាសឯនេះវិញគេតែងតែប្រើប្រាស់នៅវិធីសាស្ត្រគ្រប់យ៉ាងដើម្បីលួចមើលនៅព័ត៌មានដែលអាចស្វែងរកបានស្ថិតនៅក្នុងទីតាំងមួយនោះដោយគេគឺជាមនុស្សម្នាក់ដែលជឿជាក់ទៅលើទ្រឹស្ដីនៃការលើកឡើង megastructure ដែលត្រូវបានបញ្ជាក់ថាព្រះច័ន្ទមិនមែនជាដែនភពធម្មតានោះទេប៉ុន្តែវាគឺជាស្ថាបត្យកម្មបច្ចេកវិទ្យាជាន់ខ្ពស់ដែលបានលាក់ខ្លួនស្ថិតនៅក្នុងដែនភពព្រះច័ន្ទនេះឯងដើម្បីស្វែងរកការពិត Casey បានប្រើប្រាស់នៅល្បិចខ្លែងបន្លំអត្តសញ្ញាណជាសាស្ត្រាចារ្យដើម្បីលួចចូលទៅមើលប្រព័ន្ធ telescope និងប្រព័ន្ធកុំព្យូទ័រស្រាវជ្រាវរបស់មន្ទីរពិសោធន៍ផងដែរ data ដែលគេទទួលបានពីគន្លងនៃតារាវិថីចុងក្រោយបង្អស់របស់ព្រះច័ន្ទគេបានប្រទះឃើញ data ដ៏គួរឲ្យរន្ធត់មួយភាពមិនប្រក្រតីនៃគន្លងរបស់ព្រះច័ន្ទត្រូវបានបង្ហាញថាព្រះច័ន្ទកំពុងតែមានបម្រែបម្រួលនិងធ្វើដំណើរមកក្បែរនឹងគន្លងរបស់ភពផែនដីនេះគឺជាមហន្តរាយមួយរបស់មនុស្សជាតិខណៈពេលដែលព្រះច័ន្ទនឹងត្រូវបានធ្វើដំណើរមកប៉ះទង្គិចជាមួយនឹងភពផែនដីដែលនោះនឹងធ្វើឲ្យវិនាសកម្មនឹងត្រូវបានកើតឡើងស្ថិតនៅក្នុងពេលឆាប់ៗនេះឯងងាយមកនិយាយអំពីវត្តមានរបស់ Jocelyn ឯនេះវិញដែលស្ថិតនៅក្នុងពេលនេះនាងគឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័ន NASA និងកំពុងតែទទួលបាននូវដំណឹងដ៏ចម្លែកមួយពីសំណាក់ក្រុមការងាររបស់នាងស្ថិតនៅឯកន្លែងធ្វើការបន្ទាប់ពីបានផ្ដាំផ្ញើអ្នកមើលថែទាំកូនប្រុសរបស់នាងហើយនោះ Jocelyn ក៏បានប្រញាប់ធ្វើដំណើរទៅកាន់ការិយាល័យព្រមទាំងបន្ទប់បញ្ជាហើយព្រមទាំងបានឃើញអំពីទិន្នន័យមិនប្រក្រតីមួយចំនួនបញ្ជាក់ថាព្រះច័ន្ទកំពុងតែធ្វើដំណើរចាក់ចេញពីគន្លងដើមហើយរំកិលមកជិតជាមួយនឹងភពផែនដីដូចទៅនឹងអ្វីដែល Casey បានរកឃើញពិតមែនងាយមកនិយាយអំពី Casey ស្ថិតនៅក្នុងពេលនេះផងដែរគេកំពុងតែស្វែងរកនៅបុគ្គលណាម្នាក់ដែលអាចនឹងមានទំនាក់ទំនងជាមួយនឹងអង្គការ NASA ដើម្បីបញ្ជូននៅរបាយការណ៍ដែលគេបានស្វែងរកឃើញនេះឯងចៃដន្យ Casey ស្រាប់តែបានប្រទះឃើញនៅក្រដាសមួយសន្លឹកដែលជាការផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹង Brian Harper រយៈពេលកាលពី10ឆ្នាំមុននោះក៏ជាអ្វីដែលធ្វើឲ្យ Casey ប្រញាប់ធ្វើដំណើរទៅស្វែងរកវត្តមានរបស់ Brian រហូតដល់កន្លែងធ្វើការក៏ព្រោះដោយសារតែស្ថិតនៅក្នុងថ្ងៃតែមួយនេះផងដែរ Brian គឺមានតួនាទីត្រូវធ្វើបទបង្ហាញមួយចំនួនជាមួយនឹងក្មេងៗដែលសាលារបស់ពួកគេបានមកធ្វើទស្សនកិច្ចស្ថិតនៅក្នុងសារមន្ទីរអវកាសនោះឯងដោយសារតែ Brian មិនបានធ្វើដំណើរមកទាន់ពេលវេលា Casey ក៏បានធ្វើនៅកិច្ចការងារមួយនេះជំនួស
រហូតដល់ពេលដែល Brian បានធ្វើដំណើរមកដល់ Casey ក៏បានប្រញាប់ផ្អើលអំពីអ្វីដែលខ្លួនកំពុងតែរៀបរាប់ប្រាប់ទៅកាន់ក្មេងៗនិងបានយកនៅឯកសារជាមួយនឹង data ដែលគេបានស្វែងរកឃើញនោះប្រគល់ទៅឲ្យ Brian ដើម្បីឲ្យ Brian ព្យាយាមតាក់ទងទៅកាន់អង្គការ NASA ប៉ុន្តែ Brian មិនបានខ្វាយខ្វល់ចំពោះរឿងរ៉ាវទាំងនេះនោះទេក៏ព្រោះចាប់តាំងពីអ្វីដែលបានកើតឡើងកាលពី10ឆ្នាំមុន Brian ពិតជាមិនចង់មានទំនាក់ទំនងជាមួយនឹង NASA បន្តទៅទៀតនោះឡើយក្រោយពេលដែលគេត្រូវបានបាត់បង់នៅអ្វីៗគ្រប់យ៉ាងដោយសារតែ NASA ផងដែរក្រោយពេលដែល Brian បានធ្វើដំណើរត្រឡប់មកផ្ទះវិញនោះយើងក៏បានឃើញអំពីជីវិតតោកយ៉ាករបស់ Brian ខណៈពេលដែលអតីតប្រពន្ធរបស់ខ្លួនដែលមានឈ្មោះថា Brenda ក៏កំពុងតែទំនាក់ទំនងមកកាន់ Brian ដើម្បីឲ្យជួយដោះស្រាយបញ្ហានៃកូនប្រុសរបស់គេដែលកំពុងតែត្រូវបានប៉ូលីសឃាត់ខ្លួនផងដែរ Brian ក៏បានធ្វើដំណើរចូលខ្លួនធ្វើជាអាណាព្យាបាលរបស់ Sony ស្ថិតនៅក្នុងអង្គជំនុំជម្រះនៃបទល្មើសដែលគេបានធ្វើខណៈពេលដែលម្ដាយរបស់គេរួមជាមួយនឹងគ្រួសារក្រោយរបស់ខ្លួនមិនបានធ្វើដំណើរមកចូលរួមនោះទេដោយសារតែព្រួយបារម្ភអំពីមុខមាត់របស់ពួកគេអាចនឹងត្រូវទទួលរងនៅផលប៉ះពាល់នៃរឿងអាស្រូវដោយសារតែរឿងរ៉ាវទាំងនេះងាយមកនិយាយអំពី Jocelyn រួមជាមួយនឹងលោក Albert ដែលកំពុងតែស្ថិតនៅក្នុងបន្ទប់បញ្ជាឯនេះវិញពួកគេបានឃើញអំពីដំណើរគោចរមិនប្រក្រតីរបស់ព្រះច័ន្ទពិតមែនដោយតាមរយៈការកណនារួមជាមួយនឹងការសន្និដ្ឋានព្រះច័ន្ទអាចនឹងប៉ះទង្គិចជាមួយនឹងផែនដីស្ថិតនៅក្នុងរយៈពេល3សប្តាហ៍បន្ទាប់ផងដែរដូច្នេះពួកគេចាំបាច់ត្រូវតែមានចំណាត់ការមុនពេលដែលរឿងរ៉ាវទាំងអស់នេះត្រូវបានកើតឡើងប៉ុន្តែចំពោះ Albert ហាក់បីដូចជាគ្មានទំនួលខុសត្រូវពាក់ព័ន្ធជាមួយនឹងការងាររបស់ខ្លួននោះទេបើទោះបីជាគេគឺជាប្រធាននៃស្ថាប័ន NASA ក៏ដោយ Jocelyn ក៏បានតាក់ទងទៅកាន់អតីតប្តីរបស់នាងដែលមានឈ្មោះថា Dodge និងជាវីរៈសេនីយ៍ជាន់ខ្ពស់ម្នាក់ស្ថិតនៅក្នុងជួរយោធាដែលអាចនឹងជួយគាំទ្រនាងពីផ្នែកខាងលើដើម្បីនឹងគាំទ្រឲ្យមានបេសកកម្មធ្វើដំណើរទៅកាន់ដែនភពព្រះច័ន្ទមុនពេលដែលរឿងរ៉ាវអាក្រក់ត្រូវបានកើតឡើងព័ត៌មានពាក់ព័ន្ធជាមួយនឹងដំណើរគោចរខុសគន្លងរបស់ព្រះច័ន្ទត្រូវបានលេចលឺទៅដល់សាធារណជនរហូតដល់ធ្វើឲ្យមានភាពចលាចលត្រូវបានកើតឡើងជុំវិញពិភពលោកខណៈពេលដែល Brian ឯនេះវិញក៏បាននឹកគិតទៅដល់ពាក្យសម្ដីរបស់ Casey ដែលគេបានជួបកាលពីថ្ងៃមុនដែលគ្រប់យ៉ាងដែល Casey បានប្រាប់ទៅកាន់ Brian ស្ថិតនៅក្នុងពេលនោះវាកំពុងតែត្រូវបានអង្គការ NASA ព្យាយាមលាក់បាំងពីសាធារណជនដើម្បីរក្សានូវស្ថិរភាពផងដែរអង្គការ NASA ដោយមានជំនួយនៃការគាំទ្រពីរដ្ឋាភិបាលនោះពួកគេក៏បានប្រញាប់រៀបចំផែនការបញ្ជូននៅអវកាសយានិកទៅកាន់គន្លងរបស់ព្រះច័ន្ទដើម្បីត្រួតពិនិត្យមើលថាតើវាមានបម្រែបម្រួលអ្វីស្ថិតនៅទីនោះដែលធ្វើឲ្យព្រះច័ន្ទត្រូវបានគោចរខុសពីគន្លងផងដែរងាយមកនិយាយអំពី Brian ឯនេះវិញគេក៏បានព្យាយាមស្វែងរកវិធីរហូតដល់អាចជួបជាមួយនឹង Casey ស្ថិតនៅក្នុងកន្លែងជួបជុំមួយសុទ្ធសឹងតែជាអ្នកដែលតាមដាននៃរឿងរ៉ាវអវកាសរួមជាមួយនឹងអ្នកបង្កើតនៅទ្រឹស្ដីផ្សេងៗស្ថិតនៅក្នុងទីតាំងតែមួយនោះផងដែរ Casey ក៏បាននិយាយកាន់តែលម្អិតអំពីអ្វីដែលគេបានដឹងពាក់ព័ន្ធជាមួយនឹងទ្រឹស្ដីនៃការគ្រប់គ្រងដែនភពព្រះច័ន្ទថាមិនមែនជាដែនភពធម្មតានោះទេប៉ុន្តែវាគឺជា mega structure ដែលត្រូវបានបង្កប់ស្ថិតនៅក្រោមដែនភពមួយនេះផងដែរនៅក្នុងខណៈពេលជាមួយគ្នានេះយានអវកាសរបស់ NASA ក៏បានធ្វើដំណើរទៅដល់គន្លងនៃដែនភពព្រះច័ន្ទហើយព្រមទាំងបានឃើញរណ្ដៅដ៏ធំមួយដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តដើម្បីធ្វើដំណើរចូលទៅកាន់ទីតាំងនៃរណ្ដៅរបស់ដែនភពមួយនេះភាពចម្លែកនៅក្នុងការធ្វើដំណើររបស់អវកាសយានិកពួកគេអាចធ្វើដំណើរស្ថិតនៅក្នុងជម្រៅតែជាង20គីឡូម៉ែត្រតែប៉ុណ្ណោះក៏ស្រាប់តែមានកម្លាំងអ្វីមួយបានរុញច្រាននៃយានរបស់ពួកគេឡើងមកផ្នែកខាងលើវិញដែលធ្វើឲ្យគ្រប់គ្នាស្ថិតនៅក្នុងបន្ទប់បញ្ជាពិតជាមានភាពងឿងឆ្ងល់ចំពោះបាតុភូតចម្លែកនេះកាមេរ៉ាដែលត្រូវបានបំពាក់ស្ថិតនៅក្នុងយានដើម្បីបញ្ជូនរូបភាពមកកាន់បន្ទប់បញ្ជាក៏បានបង្ហាញអំពីការវាយប្រហារពីសំណាក់ Nanobot ដែលដូចទៅនឹងអ្វីដែលបានវាយប្រហារទៅកាន់ Marcos កាលពី10ឆ្នាំមុនដែលត្រូវបានអង្គការ NASA បានបដិសេធហើយព្រមទាំងទម្លាក់បន្ទុកទៅលើ Brian ថាវាកើតឡើងដោយសារតែកំហុសឆ្គងនៃបច្ចេកទេសរបស់គេនោះឯងបំរែបំរួលនៃដែនទំនាញព្រមទាំងដែនម៉ាញេទិកស្ថិតនៅលើភពផែនដីក៏ចាប់ផ្ដើមទទួលរងនូវផលប៉ះពាល់ខណៈពេលដែលស្ថិតនៅក្នុងទីតាំងដែល Brian ជាមួយនឹង Casey កំពុងតែស្ថិតនៅកំពុងតែត្រូវបានគ្របដណ្ដប់ទៅដោយទឹកជំនន់ខណៈពេលដែលបំរែបំរួលមួយនេះបានធ្វើឲ្យប៉ះពាល់ទៅដល់នីវ៉ូទឹកសមុទ្រងាយមកនិយាយអំពីលោក Albert ដែលជាថ្នាក់លើរបស់ Jocelyn ឯនេះវិញក្រោយពេលដែលបានឃើញអំពីស្ថានភាពមិនអាចគ្រប់គ្រងបានបែបនេះទៅហើយប្រធានអង្គការ NASA ម្នាក់នេះក៏បានសម្រេចចិត្តថានឹងលាលែងពីតំណែងហើយព្រមទាំងរត់ចោលនៅទំនួលខុសត្រូវដោយប្រគល់នៅការងារមួយនេះមកឲ្យ Jocelyn ជាអ្នករ៉ាប់រងបន្ត
បើទោះបីជានាងគ្រាន់តែជាប្រធានរងនៃស្ថាប័នមួយនេះក៏ដោយប៉ុន្តែ Jocelyn ហាក់បីដូចជាមានទំនួលខុសត្រូវនិងព្យាយាមស្វែងរកនៅវិធីសាស្ត្រគ្រប់យ៉ាងដើម្បីចង់ដឹងអំពីឫសគល់ដែលកំពុងតែត្រូវបានកាត់ឡើងនោះក៏ជាអ្វីដែលធ្វើឲ្យ Jocelyn បានចូលទៅកាន់បន្ទប់រក្សាឯកសារសម្ងាត់ជាច្រើនរបស់អង្គការ NASA ហើយព្រមទាំងបានរកឃើញនៅអាថ៌កំបាំងមួយនៃคลิปវីដេអូដែលត្រូវបានកែតម្រូវពីសំណាក់អង្គការ NASA ផងដែរលោក Holdenfield ដែលជាអតីតប្រធានស្ថាប័ន NASA បានរំលឹកថាស្ថិតនៅក្នុងពេលដែលយាន Apollo ទី11បានធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទអ្នកគ្រប់គ្នាសុទ្ធសឹងតែបានដឹងថាសញ្ញាត្រូវបានកាត់ផ្តាច់រយៈពេល2នាទីក្រោយពេលដែលយានត្រូវបានចុះចតស្ថិតនៅលើភពព្រះច័ន្ទប៉ុន្តែនោះមិនមែនជាការកាត់ផ្តាច់ដោយសារតែប្រព័ន្ធទំនាក់ទំនងនោះទេប៉ុន្តែវាគឺជាការដែល NASA ព្យាយាមកាត់ផ្តាច់នៅคลิปមួយនោះចេញក៏ព្រោះដោយសារតែថ្ងៃនោះគឺជាថ្ងៃដែលពួកគេបានប្រទះឃើញនៅពន្លឺចម្លែកដែលត្រូវបានបង្ហាញពីផ្នែកខាងក្រោមនៃស្រទាប់ផ្ទៃដីរបស់ដែនភពព្រះច័ន្ទអវកាសយានិកទាំងអស់ដែលធ្លាប់មានបទពិសោធន៍និងជួបប្រទះជាមួយនឹងរឿងរ៉ាវទាំងនេះសុទ្ធសឹងតែត្រូវបានរក្សានៅការសម្ងាត់ហើយមានតែវត្តមានរបស់ Brian Harper តែប៉ុណ្ណោះដែលគេចង់ទម្លាយនៅរឿងរ៉ាវទាំងនេះជាសាធារណៈរហូតដល់ធ្វើឲ្យអង្គការ NASA បានព្យាយាមបណ្ដេញគេចេញនោះឯងគាត់បានបញ្ជាក់ប្រាប់ទៅកាន់ Jocelyn ផងដែរថាប្រសិនបើអាថ៌កំបាំងនៃដែនភពព្រះច័ន្ទត្រូវបានស្រាយបំភ្លឺដើមកំណើតនៃមនុស្សជាតិក៏នឹងត្រូវបានលាតត្រដាងដូចគ្នាថ្ងៃមុននិយាយអំពី Jocelyn ស្ថិតនៅក្នុងពេលនេះផងដែរដែលនាងបានក្លាយទៅជាប្រធានស្ដីទីរបស់អង្គការ NASA និងកំពុងតែជួបប្រជុំជាមួយនឹងឧត្តមសេនីយ៍ជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកខណៈពេលដែលពួកគេកំពុងតែចង់ប្រើប្រាស់នៅអាវុធនុយក្លេអ៊ែរដើម្បីបាញ់សម្ដៅទៅកាន់ព្រះច័ន្ទដែលកំពុងតែធ្វើដំណើរគោចរចូលមកកាន់ទំនាញរបស់ភពផែនដីប៉ុន្តែ Jocelyn មិនបានយល់ព្រមជាមួយនឹងដំណោះស្រាយមួយនេះទេដោយនាងបានលើកឡើងអំពី Nanobot ដែលធ្លាប់បានវាយប្រហារទៅកាន់អវកាសយានិករយៈពេលកន្លងមកដែលត្រូវបានអង្គការ NASA បានបិទបាំងពីសាធារណជនប្រសិនបើពួកគេអាចស្វែងរកដំណោះស្រាយដើម្បីបំផ្លាញ Nanobot នោះបានព្រះច័ន្ទនឹងធ្វើដំណើរត្រឡប់ទៅកាន់គន្លងដើមវិញដែលវាគឺជាដំណោះស្រាយមួយដែលមិនធ្វើឲ្យមានផលប៉ះពាល់ប្រៀបបីដូចជាអ្វីដែលក្រសួងការពារជាតិកំពុងតែចង់ប្រើប្រាស់នៅអាវុធនុយក្លេអ៊ែរដើម្បីបាញ់សម្ដៅទៅកាន់ព្រះច័ន្ទនោះទេបើទោះបីជាមន្ត្រីយោធាមួយចំនួនកំពុងតែបដិសេធជាមួយនឹងមតិយោបល់របស់ Jocelyn ក៏ដោយក្រោយពេលដែលការប្រជុំត្រូវបានបញ្ចប់នាងក៏បានពិភាក្សាជាមួយនឹងអតីតប្តីរបស់នាងក៏ព្រោះបើទោះបីជាយ៉ាងណាក៏ដោយDotគួរតែយល់ច្បាស់អំពីផលប៉ះពាល់ក្រោយពេលដែលអាវុធនុយក្លេអ៊ែរត្រូវបានបាញ់ប្រហារទៅកាន់ដែនភពព្រះច័ន្ទថាតើអនាគតរបស់មនុស្សជាតិរួមជាមួយនឹងអនាគតកូនប្រុសរបស់គេនឹងត្រូវរស់នៅដោយរបៀបណាបន្ទាប់ពីនោះអ្នកទាំងពីរក៏បានរៀបចំផែនការមួយមុនពេលដែលអាវុធនុយក្លេអ៊ែរត្រូវបានបញ្ជូនចេញទៅកាន់ដែនភពព្រះច័ន្ទពួកគេត្រូវតែបន្តបេសកកម្មរបស់ NASA ដើម្បីធ្វើដំណើរឡើងទៅលើអវកាសជាថ្មីជាមួយនឹងអាវុធធាតុផ្ទុះដែលត្រូវបានបំពាក់ជាមួយនឹងយានផងដែរគោលដៅរបស់ពួកគេគឺត្រូវប្រើប្រាស់នៅអាវុធធាតុផ្ទុះនោះយកទៅវាយប្រហារ Nanobot ដែល Jocelyn បាននិយាយប្រាប់ទៅកាន់អ្នកគ្រប់គ្នាកាលពីពេលមុននោះក៏ជាអ្វីដែលធ្វើឲ្យកងកម្លាំងពិសេសប្រញាប់បញ្ជូនកម្លាំងមកតាមស្វែងរកនៅវត្តមានរបស់ Brian រហូតដល់ទីតាំងដែលគេកំពុងតែស្ថិតនៅជាមួយនឹង Casey ក្រោយពេលដែលបានធ្វើដំណើរទៅដល់ទីតាំងសម្ងាត់មួយនោះហើយ Jocelyn ហាក់បីដូចជាមិនសូវចូលចិត្តជាមួយនឹងវត្តមានរបស់ Casey នោះទេជាពិសេសក្រោយពេលដែលនាងបានដឹងថាគេគឺជាអ្នកដែលបានទម្លាយនៅព័ត៌មាននៃព្រះច័ន្ទដែលបានគោចរខុសគន្លងនោះឯងហើយ Brian ក៏បានបញ្ជាក់ផងដែរថាគេមិនមែនជាអ្នកដែលទទួលព័ត៌មានលេចធ្លាយពីសំណាក់ NASA នោះឡើយតែគេគឺជាអ្នកដែលស្វែងរកឃើញនៅរឿងរ៉ាវទាំងអស់នេះមុន NASA ទៅទៀតJocelyn បានបង្ហាញអំពីបេសកកម្មមុនដែលត្រូវទទួលរងនៅការបំផ្លិចបំផ្លាញពីសំណាក់ Nanobot ដែលនោះក៏បានធ្វើឲ្យ Brian បានស្ដីបន្ទោសទៅកាន់នាងថាក៏ព្រោះដោយសារតែបច្ចេកវិទ្យាដែលមិនស្គាល់អត្តសញ្ញាណនេះឯងជាអ្វីដែលធ្វើឲ្យ NASA បានបំផ្លាញនៅជីវិតរបស់គេគ្រប់យ៉ាងហើយក្រោយពេលដែលជួបប្រទះជាមួយនឹងបញ្ហាទើប NASA យល់ព្រមទទួលស្គាល់ថាគ្រប់យ៉ាងដែល Brian បាននិយាយកាលពីពេលមុនវាគឺជាការពិត Casey ក៏បានបញ្ជាក់ប្រាប់ទៅកាន់ Brian ផងដែរថានេះគឺជាអ្វីដែលគេធ្លាប់បានប្រាប់ទៅកាន់ Brian តាំងតែពីពេលមុនពាក់ព័ន្ធជាមួយនឹង Snow របស់ព្រះច័ន្ទវាគឺជាស្ថាបត្យកម្មទំនើបដែលមានឈ្មោះថា Megastructure ដែលត្រូវបានកសាងឡើងដោយមនុស្សក្រៅភពរយៈពេលរាប់ពាន់លានឆ្នាំទៅហើយពាក្យសម្ដីដែលពាក់ព័ន្ធជាមួយនឹងមនុស្សក្រៅភពនេះវាកាន់តែធ្វើឲ្យ Jocelyn ជាមួយនឹង Brian ពិតជាមិនចង់បន្តការសន្ទនាជាមួយនឹង Casey បន្តទៅទៀតនោះទេដោយពួកគេយល់ថាអ្វីដែល Casey កំពុងតែលើកឡើងនេះវាគ្រាន់តែជាគំនិតក្មេងខ្ចីនៃអ្នកដែលចូលចិត្តតាមដានព័ត៌មានអវកាសតែប៉ុណ្ណោះបន្ទាប់ពីនោះយានអវកាសដែលធ្លាប់ត្រូវបានប្រើប្រាស់កាលពី10ឆ្នាំមុនក៏ត្រូវបានយកមកធ្វើកំណែទម្រង់ដើម្បីត្រៀមនឹងប្រើប្រាស់សាជាថ្មីក្រោយពេលដែលអង្គការ NASA បានព្យាយាមទម្លាក់បន្ទុកទៅលើយានមួយនេះជាមួយនឹង Brian ថាជាមូលហេតុដែលធ្វើឲ្យ Marcos ត្រូវបានបាត់បង់ជីវិតបើទោះបីជាយ៉ាងណានៅក្នុងបេសកកម្មមួយនេះផងដែរ Brian Harper បានធ្វើវាមិនមែនគ្មានការដោះដូរនោះទេគេបានយល់ព្រមជាមួយនឹងបេសកកម្មមួយនេះ
ជាថ្នូវជាមួយនឹងការដោះលែងកូនប្រុសរបស់គេឲ្យមានសេរីភាពមកវិញហើយនោះក៏ជាអ្វីដែលធ្វើឲ្យ Jocelyn ត្រូវបង្ខំចិត្តពឹងពាក់ទៅលើខ្សែបណ្ដាញរបស់ខ្លួនដើម្បីជួយដោះស្រាយឲ្យកូនប្រុសរបស់ Brian មានសេរីភាពនិងមកជួបជាមួយនឹងគេស្ថិតនៅឯទីតាំងដែលកំពុងតែធ្វើបេសកកម្មនិមន្តនិយាយអំពី Casey ដែលកំពុងតែពិភាក្សាជាមួយនឹងក្រុមការងារស្ថិតនៅក្នុងបន្ទប់បញ្ជាឯនេះវិញមនុស្សដែលស្ថិតនៅទីនោះមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលបានឃើញអំពីចំណេះដឹងរបស់ Casey ម្នាក់នេះមិនមែនគ្រាន់តែជាអ្នកបង្កើតនៅទ្រឹស្ដីរវើរវាយស្ថិតនៅក្នុងបណ្ដាញសង្គមនោះទេប៉ុន្តែគេមានចំណេះដឹងផ្នែករូបវិទ្យារួមជាមួយនឹងគណិតវិទ្យានៅក្នុងការគណនាយ៉ាងច្បាស់លាស់និយាយគ្នាមិនទាន់បានប៉ុន្មានផងនោះសកម្មភាពរញ្ជួយដីមួយក៏បានធ្វើឲ្យប៉ះពាល់ទៅដល់ទីតាំងនៃស្ថានីយ៍អវកាសស្ថិតនៅលើផ្ទៃដីហើយព្រមទាំងបានធ្វើឲ្យផ្នែកមួយចំនួននៃម៉ាស៊ីនដែលត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនយានឡើងទៅផ្នែកខាងលើអវកាសនោះក៏ត្រូវទទួលរងនឹងការខូចខាតផងដែរម៉ាស៊ីនដែលត្រូវបញ្ជូនយានឡើងទៅផ្នែកខាងលើអវកាសនោះក៏ត្រូវបានខូចខាតដែលស្ថិតនៅក្នុងពេលនេះពួកគេនៅសល់ត្រឹមតែម៉ាស៊ីនចំនួន2តែប៉ុណ្ណោះដែលវាមិនអាចនឹងរុញល្បឿនឲ្យចាកចេញពីទំនាញរបស់ផែនដីឆ្ពោះទៅកាន់អវកាសមុនពេលដែលធ្វើដំណើរទៅកាន់ភពព្រះច័ន្ទនោះទេនោះក៏ជាចំណុចបញ្ចប់នៃបេសកកម្មរបស់ពួកគេដែលធ្វើឲ្យ Jocelyn បានប្រកាសប្រាប់ទៅកាន់បុគ្គលិកដែលស្ថិតនៅទីនោះទាំងប៉ុន្មានធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដើម្បីជួបជុំជាមួយនឹងគ្រួសារហើយរងចាំនៅផែនការបន្ទាប់របស់ក្រសួងការពារជាតិដែលត្រៀមនឹងប្រើប្រាស់នៅអាវុធនុយក្លេអ៊ែរបាញ់សម្ដៅទៅកាន់ភពព្រះច័ន្ទទៅតាមផែនការទី1ដែលពួកគេបានព្រមព្រៀងខណៈពេលដែលអ្នកគ្រប់គ្នាកំពុងតែរៀបចំសម្ភារៈនិងធ្វើដំណើរចាកចេញពីស្ថានីយ៍នៃបេសកកម្មមួយនេះ Brian ជាមួយនឹង Jocelyn ស្រាប់តែបានប្រទះឃើញអំពីការពិភាក្សានៃភាពដែលអាចទៅរួចដែល Casey បានបង្ហាញទៅកាន់អ្នកគ្រប់គ្នាដែលស្ថិតនៅក្នុងបន្ទប់បញ្ជាតាមការគណនារបស់ Casey នោះក៏បានបញ្ជាក់ថាបើទោះបីជាពួកគេមានត្រឹមតែម៉ាស៊ីនបញ្ជូនថាមពលត្រឹមតែ2តែប៉ុណ្ណោះប៉ុន្តែពួកគេក៏នៅតែអាចធ្វើដំណើរចាកចេញពីទំនាញរបស់ផែនដីបានផងដែរក៏ព្រោះមិនយូរនោះទេព្រះច័ន្ទនឹងធ្វើដំណើរគោចរមកក្បែរនឹងតំបន់ដែលពួកគេស្ថិតនៅដែលនោះនឹងធ្វើឲ្យទំនាញរបស់ភពផែនដីមានបំរែបំរួលហើយពួកគេក៏នឹងអាចចាកចេញពីគន្លងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយនោះបានផងដែរចុងក្រោយនៅក្នុងបេសកកម្មមួយនេះអ្នកដែលត្រូវធ្វើដំណើរទៅជាមួយនឹងវត្តមានរបស់ Brian នោះគឺជាវត្តមានរបស់ Jocelyn ខ្លួនឯងផ្ទាល់រួមជាមួយនឹង Casey ដើម្បីជួយទៅដល់ពិភពលោកឲ្យគេចចេញពីវិនាសកម្មដែលកំពុងតែត្រៀមនឹងកើតឡើងស្ថិតនៅក្នុងពេលខាងមុខនេះឯងបន្ទាប់ពីនោះ Jocelyn ក៏បានផ្ដាំផ្ញើកូនប្រុសរបស់នាងដែលមានឈ្មោះថា Jimmy ទៅនឹង Michelle ដែលជាអ្នកមើលថែទាំគេឲ្យធ្វើដំណើរទៅជាមួយនឹង Sunny ទៅកាន់ទីតាំងនៃកន្លែងសុវត្ថិភាពដែលឪពុករបស់ Jimmy កំពុងតែស្ថិតនៅខណៈពេលដែលនាងជាមួយនឹង Brian ព្រមទាំង Casey ក៏កំពុងតែរៀបចំខ្លួនដើម្បីនឹងធ្វើដំណើរទៅកាន់ដែនភពព្រះច័ន្ទសកម្មភាពនៃការបាញ់បង្ហោះរ៉ុកែតក៏ត្រូវបានចាប់ផ្ដើមឡើងខណៈពេលដែលបុគ្គលិកនៃបន្ទប់បញ្ជាក៏ត្រូវបានជម្លៀសចាកចេញពីទីនោះក្រោយពេលដែលប្រតិបត្តិការត្រូវបានអនុវត្តដោយជោគជ័យរ៉ុកែតដែលកំពុងតែត្រូវបានប្រើប្រាស់ដើម្បីបញ្ជូននៃយានអវកាសឡើងទៅផ្នែកខាងលើនៃលំហក៏កំពុងតែត្រូវបានដំណើរការខណៈពេលដែលទំនាញកំពុងតែមានបំរែបំរួលហើយធ្វើឲ្យនីវ៉ូសមុទ្រត្រូវបានកើនឡើងខណៈពេលដែលទំនាញរបស់ផែនដីកំពុងតែត្រូវបានធ្លាក់ចុះចំណែកឯកម្លាំងនៃការស្រូបទាញរបស់ព្រះច័ន្ទកំពុងតែត្រូវបានកើនឡើងនោះក៏ជាអ្វីដែលធ្វើឲ្យយានរបស់ពួកគេអាចធ្វើដំណើរឆ្លងផុតនៃដែនទំនាញរបស់ភពផែនដីបានដោយសម្រេចផងដែរនិងបានបន្តផ្ដាច់ខ្លួនពីរ៉ុកែតហើយប្រើប្រាស់នៅយានដែលពួកគេត្រូវធ្វើដំណើរនោះឆ្ពោះតម្រង់ទៅកាន់ដែនភពព្រះច័ន្ទបន្ទាប់ពីនោះ Brian ជាមួយនឹង Jocelyn គឺត្រូវធ្វើដំណើរចេញទៅផ្នែកខាងក្រៅនៃយានដើម្បីបន្ថែមនៅឥន្ធនៈរាវចូលទៅផ្នែកខាងក្នុងនៃយានរបស់ពួកគេមុនពេលដែលត្រូវបន្តដំណើរទៅកាន់ដែនភពព្រះច័ន្ទដោយ Casey ក៏ជាសហការីស្ថិតនៅផ្នែកខាងក្នុងដើម្បីជួយសម្រួលទៅដល់ការងារមួយនេះឲ្យកាន់តែឆាប់រហ័សក៏ព្រោះតែពួកគេត្រូវបន្តដំណើរទៅកាន់ដែនភពព្រះច័ន្ទឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានងាយមកនិយាយអំពី Sunny ឯនេះវិញនៅតាមផ្លូវធ្វើដំណើរគេបានទំនាក់ទំនងទៅកាន់ឪពុករបស់ Jimmy ជាបន្តបន្ទាប់ប៉ុន្តែក្រោយពេលដែលផ្ទៃមេឃងងឹតរថយន្តរបស់ពួកគេក៏ត្រូវបានប្លន់ពីសំណាក់មនុស្សខិលខូចមួយចំនួនដែលស្ថិតនៅតាមដងផ្លូវដោយ Sunny ក៏បានព្យាយាមលាក់ទុកនៅកាំភ្លើងរបស់ខ្លួនដែលឪពុករបស់គេបានប្រគល់ទៅឲ្យមុនការចាកចេញហើយនាំវត្តមានរបស់ Jimmy ជាមួយនឹង Michelle ធ្វើដំណើរថ្មើរជើងស្វែងរកនៅកន្លែងមានសុវត្ថិភាពមុនពេលដែលពួកគេអាចបន្តដំណើរទៅបានរហូតដល់ទីតាំងនៃកន្លែងដែលឪពុករបស់ Jimmy កំពុងតែស្ថិតនៅបន្ទាប់ពីនោះអ្នកទាំង3ស្រាប់តែបានប្រទះឃើញនៅជំរំភៀសខ្លួនមួយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីពួកគេនោះទេខណៈពេលដែលព្រះច័ន្ទក៏កំពុងតែគោចរមកក្បែរនឹងទីតាំងមួយនោះហើយធ្វើឲ្យបំរែបំរួលនៃដែនទំនាញត្រូវបានកាត់ឡើងមនុស្សម្នាជាច្រើនត្រូវបានជួបប្រទះជាមួយនឹងគ្រោះថ្នាក់នៃការអណ្ដែតឡើងទៅផ្នែកខាងលើនៃផ្ទៃអាកាស
ខណៈពេលដែលពួកគេទាំង3នាក់ក៏អាចព្យាយាមស្វែងរកនៅកន្លែងសុវត្ថិភាពដើម្បីគេចចេញអំពីគ្រោះថ្នាក់មួយនេះរហូតដល់ពេលដែលព្រះច័ន្ទត្រូវបានកោចរចាក់ចេញពីទីនោះការធ្វើដំណើររបស់ Brian ជាមួយនឹង Jocelyn ព្រមទាំង Casey ឯណែវិញយានរបស់ពួកគេក៏ត្រូវទទួលរងនៅការខូចខាតនៃផ្នែកខាងក្រោយមួយចំនួនខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរចូលទៅក្នុងដែនទំនាញរបស់ព្រះច័ន្ទខណៈពេលដែលស្ថិតនៅជុំវិញដែនភពមួយនេះកំពុងតែត្រូវបានគ្របដណ្ដប់ទៅដោយបំណែកថ្មរួមជាមួយនឹងកំទេចកំទីជាច្រើនដែលត្រូវបានអណ្ដែតចូលមកក្នុងដែនទំនាញរបស់ភពក្រោយពេលដែលមានបម្រែបម្រួលជាមួយនឹងភពផែនដីបើទោះបីជាយ៉ាងណាក៏អ្នកទាំង3នៅតែអាចបន្តដំណើរចូលទៅដល់ទីតាំងនៃផ្នែកខាងលើរណ្ដៅដែលមាននៅក្នុងភពព្រះច័ន្ទដោយ Brian ក៏បានប្រើប្រាស់នៅយានដែលបានបំពាក់មកជាមួយនឹងយានធំក្នុងការបញ្ជូននៅអាវុធធាតុផ្ទុះទៅដាក់នៅក្នុងទីតាំងនៃមាត់រណ្ដៅក្រោយពេលដែល Brian បានធ្វើដំណើរត្រឡប់មកវិញហើយព្រមទាំងកាន់នៅឧបករណ៍បញ្ជាត្រៀមនឹងបំផ្ទុះនៃអាវុធធាតុផ្ទុះ EMP នោះក្នុងការបំផ្លិចបំផ្លាញ Nanobot ជាបច្ចេកវិទ្យាមិនស្គាល់អត្តសញ្ញាណដែលក្រោយពេលដែលវាបានបង្ហាញខ្លួនវាមិនបានធ្វើដំណើរទៅក្បែរនឹងអាវុធធាតុផ្ទុះស្ថិតនៅក្បែរនឹងមាត់រណ្ដៅនោះទេតែវាបែរជាបោះពួយសំដៅមកកាន់ទីតាំងនៃយានក្រោយពេលដែលចរន្តអគ្គិសនីរួមជាមួយនឹងរលកសញ្ញាដែលត្រូវបានបញ្ជូនចេញពីឧបករណ៍បញ្ជាវាคล้ายទៅជាចំណុចតាក់ទាញមួយនៃ Nanobot នេះទៅវិញ Brian បានព្យាយាមបំផ្លិចបំផ្លាញនៃឧបករណ៍បញ្ជាដើម្បីកាត់ផ្តាច់ប្រព័ន្ធប៉ុន្តែ Nanobot នៅតែធ្វើដំណើរតម្រង់មកកាន់ពួកគេហើយនោះក៏ព្រោះដោយសារតែមូលហេតុនៃទូរស័ព្ទដៃរបស់ Casey ដែលបានយកមកជាប់ខ្លួននោះឯង Brian ក៏បានឆក់ទូរស័ព្ទមួយនោះយកមកគោះបំបែករហូតដល់ធ្វើឲ្យទូរស័ព្ទត្រូវបានខូចខាតក្រោយពេលដែលចរន្តអគ្គិសនីនៃយានក៏ត្រូវបានបិទចំណែកប្រព័ន្ធទំនាក់ទំនងរួមជាមួយនឹងដែនម៉ាញេទិកគ្រប់យ៉ាងក៏ត្រូវបានកាត់ផ្តាច់នោះក៏ធ្វើឲ្យ Nanobot បានបញ្ឈប់នៅការវាយប្រហាររបស់វាហើយធ្វើដំណើរត្រឡប់ទៅកាន់ទីតាំងដើមនិយាយអំពី Sunny ឯណែវិញគេក៏បានបន្តដំណើរជាមួយនឹង Jimmy ព្រមទាំង Michelle រហូតមកដល់ទីតាំងនៃចង្កេះភ្នំមួយស្ថិតនៅក្នុងរដ្ឋ Colorado ជាទីតាំងនៃផ្ទះលំហែរបស់ Brenda ដែលជាម្ដាយរបស់ Sunny ជាមួយនឹងគ្រួសារក្រោយរបស់គាត់ខណៈពេលដែលអ្នកទាំង3កំពុងតែប្រឈមជាមួយនឹងអ្នកការពារស្ថិតនៅក្នុងភូមិតំបន់នេះ Tom ក៏បានយករថយន្តចេញមកទទួលអ្នកទាំង3ហើយធ្វើដំណើរទៅកាន់ទីតាំងនៃផ្ទះរបស់គេផងដែរតែក្រោយពេលដែលក្មេងៗកំពុងតែបានជួបជុំគ្នានោះព័ត៌មានក៏ត្រូវបានផ្សាយអំពីការប្រកាសអាសន្នដែលតម្រូវឲ្យពលរដ្ឋដែលរស់នៅតាមជ្រលងភ្នំត្រូវតែធ្វើការជម្លៀសចាកចេញជាបន្ទាន់មុនពេលដែលព្រះច័ន្ទត្រូវធ្វើដំណើរគោចរមកក្បែរនឹងតំបន់មួយនេះងាយមកនិយាយអំពីបេសកកម្មនៅឯឋានព្រះច័ន្ទឯណែវិញ Brian ជាមួយនឹងអ្នកគ្រប់គ្នាក៏បានសម្រេចចិត្តនឹងធ្វើដំណើរស្ថិតនៅក្នុងយានទី2ជាយានតូចរបស់ខ្លួនដើម្បីបន្តឆ្ពោះចូលទៅកាន់រណ្ដៅដែលមាននៅក្នុងភពព្រះច័ន្ទក្នុងពេលដែលអ្នកទាំង3ធ្វើដំណើរចាកចេញមិនទាន់បានប៉ុន្មានផងនោះយានធំរបស់ពួកគេក៏ត្រូវទទួលរងនៅការបំផ្លិចបំផ្លាញពីសំណាក់បំណែកនៃអវកាសដ៏ធំមួយដែលធ្វើឲ្យពួកគេមានភាពតក់ស្លុតយ៉ាងខ្លាំងក៏ព្រោះតែមុននេះប្រសិនបើពួកគេមិនបានសម្រេចចិត្តត្រឹមត្រូវនោះទេប្រហែលជាពួកគេត្រូវបានបាត់បង់ជីវិតស្ថិតនៅក្នុងយានធំនោះទៅហើយក្រោយពេលដែលបានធ្វើដំណើរចូលទៅផ្នែកខាងក្នុងនៃរណ្ដៅមួយនោះកាន់តែជ្រៅគ្រប់យ៉ាងនៃការគិតរបស់ Casey វាពិតជាត្រូវបានកាត់ឡើងពិតមែនដែលស្ថិតនៅក្នុងនោះមិនមែនជាស្រទាប់នៃភពព្រះច័ន្ទនោះទេប៉ុន្តែវាហាក់បីដូចជាផ្លូវមួយដែលនាំពួកគេធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងនៃចំណុចស្នូលរបស់ព្រះច័ន្ទនិងបានបង្ហាញអំពីស្ថាបត្យកម្មដ៏មហិមាជាមួយនឹងបច្ចេកវិទ្យាដែលពួកគេមិនអាចស្វែងយល់បាននោះទេងាយមកនិយាយអំពី Sunny ជាមួយនឹងអ្នកគ្រប់គ្នាឯណែវិញពួកគេក៏បានសម្រេចចិត្តថានឹងធ្វើដំណើរចាកចេញពីទីតាំងដើមរបស់ខ្លួនដើម្បីទៅកាន់បន្ទាយជំរុំដែលឪពុករបស់ Jimmy កំពុងតែស្ថិតនៅដោយខណៈពេលដែល Sunny ជាមួយនឹង Tom កំពុងតែប្រមូលយកនៅបំពង់អុកស៊ីហ្សែនជាច្រើនមាននៅក្នុងទីតាំងដែលពួកគេបានធ្វើដំណើរឆ្លងកាត់នោះអ្នកទាំងពីរក៏ស្រាប់តែជួបប្រទះជាមួយនឹងក្រុមមនុស្សដែលធ្លាប់បានប្លន់រថយន្តរបស់ Sunny កាលពីពេលមុនដែលបានប្រើប្រាស់នៅអាវុធដើម្បីនឹងគំរាមកំហែងទៅកាន់ពួកគេទាំងពីរនាក់ក្នុងការប្លន់យកនៅបំពង់អុកស៊ីហ្សែនទាំងនោះប៉ុន្តែ Sunny បានព្យាយាមស្វែងរកឱកាសរហូតដល់អាចប្រើប្រាស់នៅកាំភ្លើងខ្លីដែល Brian ធ្លាប់បានប្រគល់មកឲ្យគេកាលពីពេលមុននិងបានគំរាមកំហែងត្រឡប់ទៅកាន់ក្រុមមនុស្សទាំងនោះវិញរហូតដល់អាចប្រមូលយកនៅបំពង់អុកស៊ីហ្សែនធ្វើដំណើរចាក់ចេញផងដែរស្ថិតនៅក្នុងទីតាំងនៃចំណុចស្នូលរបស់ព្រះច័ន្ទឯណែវិញក្រោយពេលដែលយានរបស់អ្នកទាំង3បានធ្វើដំណើរទៅដល់គ្រប់យ៉ាងដែលស្ថិតនៅទីនោះវាហាក់បីដូចជាកន្លែងស្នាក់នៅរបស់អំបូរអ្វីមួយកាលពីពេលមុនប៉ុន្តែគ្រប់យ៉ាងពោពេញទៅដោយសភាពស្ងប់ស្ងាត់ខណៈពេលដែល Nanobot ដែលធ្លាប់បានវិប្រហារកាលពីពេលមុនក៏បានបង្ហាញវត្តមានរបស់វាហើយចាប់ផ្ដើមដេញតាមនៃយានរបស់ពួកគេទាំង3នាក់ល្បឿននៃការធ្វើដំណើររបស់យានមួយនេះពិតជាមិនអាចប្រណាំងប្រជែងជាមួយនឹង Nanobot បាននោះទេប៉ុន្តែភ្លាមនោះស្រាប់តែមាននៅកម្លាំងថាមពលអ្វីមួយយ៉ាងបានចាប់អូសទាញនៅយានរបស់ពួកគេចូលទៅផ្នែកខាងក្នុងនៅកន្លែងមួយខណៈពេលដែល Nanobot មិនអាចចូលទៅផ្នែកខាងក្នុងបានឡើយ
ដែលនេះអាចរាប់បញ្ចូលបានថាវាគឺជាការជួយសង្គ្រោះអាយុជីវិតរបស់អ្នកទាំង3 Sunny ដែលកំពុងតែធ្វើដំណើរតម្រង់ទៅជួបជាមួយនឹងឪពុករបស់ Jimmy ឯនេះវិញពួកគេនៅតែត្រូវបានតាមវាយប្រហារពីសំណាក់ក្រុមចោរដែលបានតាមយាយីគេមុននេះខណៈពេលដែលបំរែបំរួលនៃដែនទំនាញកំពុងតែត្រូវបានកាត់ឡើងស្ថិតនៅក្នុងតំបន់នោះហើយ Sunny ក៏បានព្យាយាមស្វែងរកវិធីសាស្ត្ររហូតដល់អាចបើកបរកិច្ចចេញពីក្រុមមនុស្សទាំងនេះបានប៉ុន្តែរថយន្តរបស់ពួកគេក៏ត្រូវបានខូចខាត Sunny ក៏បានតាក់ទងទៅកាន់ឪពុករបស់ Jimmy ថាស្ថិតនៅក្នុងពេលនេះផងដែរពួកគេប្រហែលជាមិនអាចធ្វើដំណើរទៅកាន់កន្លែងរបស់ Dodge បានទាន់ពេលវេលានោះទេ Dodge ក៏បានសុំជួបជាមួយនឹងកូនប្រុសរបស់ខ្លួននិងបានសួរនាំស្វែងរកនៅវត្តមាននៃម្ដាយរបស់គេខណៈពេលដែល Jimmy ក៏បានប្រាប់ទៅកាន់ Dodge ថាម្ដាយរបស់គេកំពុងតែធ្វើដំណើរឡើងទៅខាងលើឋានព្រះច័ន្ទដើម្បីនឹងជួយសង្គ្រោះអាយុជីវិតរបស់អ្នកគ្រប់គ្នាបន្ទាប់ពីនោះពួកគេក៏ចាប់ផ្ដើមប្រើប្រាស់នៅបំពង់អុកស៊ីហ្សែនដើម្បីនឹងបន្តដំណើរខណៈពេលដែលខ្យល់ដកដង្ហើមស្ថិតនៅក្នុងតំបន់នោះកំពុងតែត្រូវបានកាត់បន្ថយ Jocelyn ជាមួយនឹង Casey ដែលកំពុងតែស្ថិតនៅខាងក្នុងយាននៃឋានព្រះច័ន្ទឯនេះវិញអ្នកទាំងពីរក៏បានភ្ញាក់ពីការសន្លប់និងមិនបានឃើញវត្តមានរបស់ Brian នោះទេតាមរយៈការពិភាក្សារបស់អ្នកទាំងពីរក៏បានបញ្ជាក់ថាការពិតទៅទីតាំងមួយនេះប្រហែលជាកន្លែងដែលត្រូវបានហាមឃាត់និងមិនមែនជាបច្ចេកវិទ្យាតែមួយជាមួយនឹង Nanobot ដែលបានវិប្រហារទៅកាន់ពួកគេកាលពីពេលកន្លងមកនេះទេគ្រប់យ៉ាងដែលស្ថិតនៅទីនោះបានបង្ហាញសញ្ញាមិនប្រក្រតីហើយព្រមទាំងនាំផ្លូវអ្នកទាំងពីរចូលទៅកាន់ទីតាំងនៃផ្នែកខាងក្នុងខណៈពេលដែល Brian ឯនេះវិញកំពុងតែត្រូវបានបច្ចេកវិទ្យាមិនស្គាល់អត្តសញ្ញាណនេះព្យាយាមទំនាក់ទំនងជាមួយនឹងគេតាមរយៈការគិតផងដែរប្រព័ន្ធបច្ចេកវិទ្យាមួយនេះបានប្រើប្រាស់នៅការចងចាំរបស់ Brian និងទាញយកនៅរូបភាពកូនប្រុសរបស់ Brian ដើម្បីប្រស្រ័យទាក់ទងជាមួយនឹងគេផងដែរគេបានបញ្ជាក់ថាគេមិនមែនជាអំបូរមនុស្សក្រៅភពដែលមិនស្គាល់អត្តសញ្ញាណនោះទេតែគេគឺជាបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងពីសំណាក់អំបូររបស់មនុស្សបុរាណកាលពីរាប់ពាន់ឆ្នាំមុនបុព្វបុរសរបស់មនុស្សគឺជាពូជសាសន៍ដ៏ជឿនលឿនបំផុតស្ថិតនៅក្នុងសកលលោកពួកគេបានបង្កើតនៅបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Cell Replicating ឬក៏អ្វីដែលមនុស្សបច្ចុប្បន្នបានហៅថាបញ្ញាសិប្បនិម្មិតឬក៏ AI ប្រព័ន្ធមួយនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការជំនួសឲ្យអំបូរមនុស្សព្រមទាំងអភិវឌ្ឍនៃបច្ចេកវិទ្យាឲ្យមានភាពជឿនលឿនការរស់នៅជាមួយនឹងបច្ចេកវិទ្យាជាន់ខ្ពស់ក៏បានធ្វើឲ្យអំបូររបស់មនុស្សត្រូវបានរស់នៅជាមួយនឹងសន្តិភាពដោយពាក្យថាសង្គ្រាមវាគ្រាន់តែជាអតីតកាលរបស់មនុស្សហើយស្ទើរតែមិនមាននៅក្នុងវចនានុក្រមរបស់ពួកគេនោះទេកំណើនរបស់ប្រជាជនត្រូវបានកើនឡើងជាលំដាប់រហូតដល់ធ្វើឲ្យអំបូរមនុស្សបុរាណបានប្រើប្រាស់នៅបច្ចេកវិទ្យាសាងសង់នៅសំណង់ស្ថាបត្យកម្មដ៏មហិមាជាមួយនឹងបច្ចេកវិទ្យាជាន់ខ្ពស់ទាំងនោះដើម្បីបង្កើតទៅជាភពក្នុងការទ្រទ្រង់អាយុជីវិតរបស់អំបូរមនុស្សប៉ុន្តែប្រព័ន្ធវៃឆ្លាតមួយនេះបានព្យាយាមអភិវឌ្ឍរហូតដល់ហួសពីអ្វីដែលជាការរំពឹងទុករបស់អំបូរមនុស្សវាបានបង្កើតរូបរាងរបស់ខ្លួនទៅជា Black Swan ដែលប្រើប្រាស់នៅបច្ចេកវិទ្យា Nanotechnology ហើយព្រមទាំងវិប្រហារទៅកាន់អំបូរមនុស្សជាការសងសឹកនិងមិនចង់ធ្វើជាទេសកលរបស់អំបូរមនុស្សក្រោយពេលដែលរឿងរ៉ាវត្រូវបានកាត់ឡើងអំបូររបស់មនុស្សបានជម្លៀសចាកចេញពីប្រព័ន្ធតារាមុនរបស់ខ្លួនហើយព្រមទាំងបន្តរស់នៅពាសពេញកាឡាក់ស៊ីនិងចាប់យកនៅវងតារាដើម្បីបង្កើតទៅជាប្រភពនៃថាមពលនិងជំរុញល្បឿននៃការអភិវឌ្ឍបន្តទៅទៀតតែស្ថិតនៅក្នុងនោះមានតែប្រព័ន្ធតារា Solar System តែប៉ុណ្ណោះជាទីតាំងដែលអាចទ្រទ្រង់នៅអំបូរមនុស្សចុងក្រោយគេបំផុតដែលមិនទាន់ត្រូវបានទទួលរងនៅការវាយប្រហារពីសំណាក់ Black Swan និងត្រូវបានបុព្វបុរសរបស់អំបូរមនុស្សរងចាំរហូតដល់ពេលដែលភពផែនដីអាចទ្រទ្រង់នៅជីវិតបានពួកគេក៏បានយកនៅ DNA របស់ខ្លួនមកបំលែងជាមួយនឹងភីវៈដែលមានជីវិតស្ថិតនៅលើដែនភពមួយនេះរហូតដល់អំបូរមនុស្សជំនាន់ថ្មីត្រូវបានកកើតឡើងខណៈពេលដែលអំបូរមនុស្សដែលស្ថិតនៅលើឋានព្រះច័ន្ទក៏ត្រូវបានបាត់បង់ជីវិតជាបន្តបន្ទាប់ហើយរឿងរ៉ាវអាថ៌កំបាំងក៏ត្រូវបានលាក់ទុកមកទល់នឹងពេលនេះ Casey ជាមួយនឹង Jocelyn ក៏បានស្វែងរកឃើញវត្តមានរបស់ Brian ខណៈពេលដែលគេក៏បានភ្ញាក់ស្មារតីមកវិញ Brian បាននាំអ្នកទាំងពីរធ្វើដំណើរចាកចេញពីទីនោះដោយបានប្រាប់ថានេះមិនមែនជាបច្ចេកវិទ្យានៃអំបូរមនុស្សក្រៅភពនោះទេប៉ុន្តែគឺជាបច្ចេកវិទ្យាដែលបុព្វបុរសនៃអំបូរមនុស្សជាតិបានបន្សល់ទុកក្រោយពេលដែលបានធ្វើដំណើរចាកចេញពីបន្ទប់នោះវិញយានរបស់ពួកគេដែលត្រូវបានខូចខាតមុននោះស្រាប់តែត្រូវបានជួសជុលរួចរាល់ពីសំណាក់ប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាតដែលនៅសេសសល់ស្ថិតនៅក្នុងទីតាំងមួយនេះខណៈពេលដែល Casey ជាមួយនឹង Jocelyn កំពុងតែមានចងល់យ៉ាងខ្លាំងពាក់ព័ន្ធជាមួយនឹងការនិយាយស្ដីចម្លែករបស់ Brian នាយមុននិយាយអំពី Tom ជាមួយនឹងកូនស្រីដែលកំពុងតែធ្វើដំណើរជម្លៀសខ្លួនជាមួយនឹងអ្នកគ្រប់គ្នាឯនេះវិញអុកស៊ីហ្សែនកូនស្រីរបស់ Tom ក៏ត្រូវបានកាត់ផ្តាច់ដែលគេបានបង្ខំចិត្តប្រើប្រាស់នៅអុកស៊ីហ្សែនរបស់ខ្លួនដើម្បីឲ្យនាងដកដង្ហើមបន្តនិងប្រាប់ឲ្យនាងបោះជំហានទៅមុខដោយមិនចាំបាច់ក្រឡេកក្រោយនោះទេខណៈពេលដែល Tom ក៏គ្មានដង្ហើមដក
នឹងត្រូវបានបាត់បង់ជីវិតទៅហើយស្ថិតនៅផ្នែកខាងក្រោយខណៈពេលដែលដែនភពព្រះច័ន្ទរួមជាមួយនឹងផែនដីកំពុងតែត្រៀមនឹងប៉ះទង្គិចគ្នាហើយនោះបំណែកមួយចំនួនត្រូវបានធ្លាក់ចូលមកក្នុងទំនាញរបស់ភពផែនដីដោយឡែក Sunny ឯណែវិញក្រោយពេលដែលមិនបានឃើញវត្តមានរបស់ Tom ដូច្នេះគេក៏បានរារាំងម្ដាយមិនឲ្យធ្វើដំណើរទៅស្វែងរក Tom ហើយគេនឹងប្រថុយប្រឋានទៅទីនោះដើម្បីស្វែងរកតែម្នាក់ឯងខណៈពេលដែល Mitchell ក៏បានធ្វើដំណើរទៅតាមក្រោយដែលនោះក៏បានធ្វើឲ្យ Brenda ពិតជាមិនមានសង្ឃឹមចំពោះវត្តមានរបស់ពួកគេទាំង3នាក់នោះទេនៅទីតាំងនៃបន្ទប់បញ្ជារបស់កងកម្លាំងយោធាឯណែវិញខណៈពេលដែលអាវុធនុយក្លេអ៊ែរកំពុងតែត្រៀមត្រូវបានបញ្ជូនទៅកាន់ទីតាំងនៃដែនភពព្រះច័ន្ទនោះដោយក៏ជាអ្នកដែលរារាំងមិនឲ្យផែនការមួយនេះត្រូវបានកាត់ឡើងខណៈពេលដែលគេបានបង្ហាញនៅការជឿទុកចិត្តយ៉ាងខ្លាំងទៅលើវត្តមានរបស់ Jocelyn តំបន់មួយចំនួនស្ថិតនៅក្បែរនឹងកន្លែងប៉ះទង្គិចរបស់ដែនភពទាំងពីរក៏ត្រូវទទួលរងនៅការខូចខាតយ៉ាងដំណំខណៈពេលដែលយានដែល Brian កំពុងតែបើកបរចាក់ចេញពីរណ្ដៅរបស់ភពព្រះច័ន្ទឯណែវិញក៏កំពុងតែត្រូវបាន Black Swan បានធ្វើដំណើរដេញប្រកេកប្រកិតពីក្រោយផងដែរ Brian បានត្រៀមដើម្បីនឹងលះបង់អាយុជីវិតរបស់ខ្លួនជាមួយនឹងអាវុធធាតុផ្ទុះដែលត្រូវបានបំពាក់ភ្ជាប់ជាមួយនឹងជៀនប៉ុន្តែ Casey មិនបានធ្វើឲ្យរឿងរ៉ាវទាំងអស់នេះត្រូវបានកាត់ឡើងនោះទេដែលគេក៏បានសម្រេចចិត្តនឹងធ្វើនៅរឿងរ៉ាវទាំងនេះជំនួស Brian ដោយបានប្រាប់ឲ្យ Brian ជួយមើលថែទាំម្ដាយរបស់គេជំនួសគេផងនិងត្រូវតែប្រាប់ទៅកាន់ម្ដាយរបស់គេថាកូនប្រុសរបស់គាត់ត្រូវបានបាត់បង់ជីវិតក្នុងនាមជាអវកាសយានិក Jocelyn ពិតជាពិបាកទទួលយកចំពោះអ្វីដែលបានកាត់ឡើងយ៉ាងខ្លាំងប៉ុន្តែបើទោះបីជាយ៉ាងណានេះក៏ជាការសម្រេចចិត្តរបស់ Casey ដោយក្រោយពេលដែល Black Swan បានធ្វើដំណើរមកលេបត្របាក់នៅយានដែល Casey កំពុងតែស្ថិតនៅគេក៏បានចុចបំផ្ទុះនៃយានមួយនោះដែលបានធ្វើឲ្យអាវុធធាតុផ្ទុះត្រូវបានបំផ្លិចបំផ្លាញ Nanobot ដែលជា Black Swan ខណៈពេលដែល Brian កំពុងតែព្យាយាមចាក់ចេញពីទំនាញនៃដែនភពព្រះច័ន្ទចូលមកកាន់ទំនាញរបស់ផែនដីវិញ Mitchell ឯណែវិញក៏អាចជួយសង្គ្រោះ Sunny ក្រោយពេលដែលគេត្រូវបានឈើដ៏ធំមួយសង្កត់ពីលើផងដែរខណៈពេលដែលបំរែបំរួលនៃដែនទំនាញក៏អាចធ្វើឲ្យនាងអាចកោះនៅឈើនោះបានដើម្បីជួយសង្គ្រោះ Sunny និងបានប្រញាប់រត់មកកាន់ទីតាំងនៃជ្រលងភ្នំដែលម្ដាយរបស់ Sunny កំពុងតែស្ថិតនៅខណៈពេលដែលភពព្រះច័ន្ទកំពុងតែកោចរត្រឡប់ទៅកាន់គន្លងរបស់ខ្លួនវិញ Brian ជាមួយនឹង Jocelyn ក៏បានធ្វើដំណើរមកកាន់ភពផែនដីស្ថិតនៅក្នុងរយៈពេលខ្លីបំផុតក៏ព្រោះដោយសារតែរយៈចម្ងាយនៃដែនភពទាំងពីរមិនមានរយៈចម្ងាយឆ្ងាយប្រៀបបីដូចជាការធ្វើដំណើរដំបូងនោះទេទីតាំងដែលយានបានចុះចតស្ថិតនៅលើផែនដីវាក៏ស្ថិតនៅក្នុងរដ្ឋ Colorado ដូចគ្នានោះក៏ជាអ្វីដែលធ្វើឲ្យសញ្ញាប្រកាសអាសន្នត្រូវបានបញ្ជូនទៅកាន់កងកម្លាំងជំនួយនិងធ្វើដំណើរមកសង្គ្រោះពួកគេខណៈពេលដែលកូនរបស់អ្នកទាំងពីរក៏កំពុងតែស្ថិតនៅតំបន់ក្បែរនោះដូចគ្នា Brian បានសួរនាំអំពីវត្តមានរបស់ Tom ប៉ុន្តែ Sunny ក៏បានប្រាប់ផងដែរថា Tom ត្រូវបានលះបង់ជីវិតទៅហើយដើម្បីនឹងជួយសង្គ្រោះកូនស្រីរបស់គាត់ដែលត្រូវជាប្អូនស្រីរបស់គេហើយ Sunny ក៏បានសួរទៅកាន់ឪពុករបស់ខ្លួនអំពីវត្តមានរបស់ Casey ហើយ Brian ក៏បានឆ្លើយតបថា Casey គេបានលះបង់អាយុជីវិតទៅហើយដើម្បីនឹងជួយសង្គ្រោះមនុស្សនៅក្នុងពិភពលោកមួយនេះ Casey នៅក្នុងពេលនេះផងដែរបើទោះបីជារូបរាងកាយរបស់គេត្រូវបានបាត់បង់ជាមួយនឹងអាវុធធាតុផ្ទុះក៏ដោយប៉ុន្តែការចងចាំរបស់ Casey ត្រូវបានបច្ចេកវិទ្យានៃភពព្រះច័ន្ទបានកត់ត្រាទុកនៅការចងចាំរបស់គេគ្រប់យ៉ាងព្រមទាំងបង្កើតទៅជារូបភាពរបស់ Casey តាមរយៈបច្ចេកវិទ្យា hologram ស្ថិតនៅក្នុងទីតាំងនៃចំណុច Snow របស់ដែនភពព្រះច័ន្ទផងដែរ